អង្គុយលាបណៃ routine skincare សុកៗហ្នឹងបងប្អូនក៏ខ្ញុំនឹកឃើញដល់រឿងមួយចំនួនដែលខ្ញុំធ្លាប់ទៅឆ្លងកាត់អញ្ចឹងណាបើសិនជាអាចខ្ញុំចង់វិលត្រឡប់ទៅបានប្រហែលឆ្នាំមុនដូចជា4-5 ឆ្នាំមុនអញ្ចឹងអ្នកនរគ្នាបើសិនជាអាចប៉ុន្តែឥឡូវខ្ញុំគិតថាវាអត់អាចទេព្រោះនៅក្នុងសង្គមសម័យបច្ចុប្បន្ននេះគឺថាពេលវេលាដើរលឿនខ្លាំងមែនទែនដូចឥឡូវជាក់ស្ដែងនេះអញ្ចឹងឥឡូវយើងអត់ទាន់បានអីទេឡើងខែ5ទៀតហើយឡើង20ថ្ងៃជាងទៀតហើយអត់យូរអត់ឆាប់ទេបាំងតែប្រហែលថ្ងៃទៀតគឺដាច់ខែ5ចូលខែ6ទៀតទេបងប្អូនទាំងអស់គ្នាអញ្ចឹងហើយខ្ញុំមានអារម្មណ៍មួយថាពេលវេលាគឺវា move ទៅលឿនខ្លាំងមែនតើបងប្អូនទាំងអស់គ្នាទាំងតែពេលខ្លះខ្ញុំអត់ទាន់ ready នឹងក្នុងការធ្វើរឿងអីមួយពេលខ្លះទៀតខ្ញុំស្ដាយក្រោយនៅរឿងមួយចំនួនដែលខ្ញុំអត់ទាន់បានធ្វើបងប្អូនប៉ុន្តែអានេះគ្រាន់តែជា part មួយដែលខ្ញុំគ្រាន់តែអង្គុយគិតឡើងវិញទេប៉ុន្តែបើឲ្យត្រឡប់ក្រោយទៅធ្វើវិញក៏យើងធ្វើអត់កើតដែរព្រោះអាពេលអារឿងខ្លះហ្នឹងគឺវាហួសពេលដែលយើងត្រូវធ្វើរឿងហ្នឹងតែរឿងខ្លះទៀតវាអត់ទាន់ហួសពេលទេយើងអាចចាប់ផ្ដើមម្ដងទៀតបានប៉ុន្តែវាទៅជាយើងមានអា emotional មួយដែលគេហៅថាអ្នកនរគ្នាយើងលែងមានអារម្មណ៍មួយថាយើងចង់បានអីយើងលែងចង់ធ្វើអីយើងអត់ចង់រលឹកយើងអត់ចង់អីក្រៅពីយើងចង់នៅបែបស្ងៀមស្ងាត់ធ្វើឲ្យជីវិតខ្លួនឯងល្អប្រសើរជាងមុនអត់គិតអត់ខ្វល់ពីអ្នកណាទាំងអស់ផ្ដោតទៅលើខ្លួនឯងចង់បានអីខ្លួនឯងចង់ធ្វើអីគឺមានគោលដៅមួយនឹងហ្មងអ្នកនរប៉ុន្តែវានៅតែមានចំណុចមួយអ្នកនរយល់ពាក្យថាយើងនៅតែប្រើពាក្យថាប៉ុន្តែយើងនៅតែមានចំណុចមួយដែលយើងនៅតែមានអារម្មណ៍មួយថាយើងអត់ហ៊ានធ្វើវាយើងខ្លាចវាយើងខ្លាចបរាជ័យម្ដងទៀតព្រោះយើងធ្លាប់ឆ្លងកាត់ហើយយើងធ្វើទៅនឹកឃើញថាខ្លាចធ្វើទៅវាអត់បានដូចចិត្តយើងអញ្ចឹងណាអញ្ចឹងយើងចេះតែគិតព្រួយបារម្ភថាចង់បន្តិចអត់បន្តិចគួរឬក៏មិនគួរអត់ទៅពេលធ្វើហើយបើសិនជាយើងជោគជ័យយើងសប្បាយចិត្តតែបើសិនជាយើងត្រឡប់មកបរាជ័យម្ដងទៀតគឺរឿងហ្នឹងវាត្រូវឲ្យយើងឈឺចាប់ម្ដងទៀតអ្នកនរគ្នាប៉ុន្តែខ្ញុំដឹងថានៅពេលដែលយើងធ្វើទៅទោះបីខុសវាចាត់ទុកថាជាបទពិសោធន៍នៅក្នុងជីវិតរបស់យើងម្ដងទៀតប៉ុន្តែវាមិនមែនអាចទទួលយកបានដោយអ្នកនរគ្នាដឹងអត់ថានៅពេលដែលយើងចាប់ផ្ដើមធ្វើអីមួយឬក៏យើងធ្វើអីមួយខ្ញុំគិតថាពេលវេលាវាអត់ចាំយើងទេប៉ុន្តែបើសិនជាខ្ញុំអត់ព្យាយាមធ្វើវាទេរឿងហ្នឹងវានៅតែប៉ុណ្្នឹងតែបើខ្ញុំធ្វើវាហើយខ្ញុំនៅតែមានអារម្មណ៍មួយថាអត់ហ៊ានទេខ្លាចខុសចេះតែអញ្ចឹងអ្នកនរគ្នាអញ្ចឹងបើខ្ញុំមានអារម្មណ៍មួយថាពេលវេលារហងៃនេះគឺវាអត់ចាំយើងទេពីមួយថ្ងៃទៅមួយថ្ងៃពីមួយឆ្នាំទៅមួយឆ្នាំគឺវាវត្តទៅលឿនខ្លាំងមែនតើសឹងថាខ្ញុំខ្លួនឯងនេះតាមអត់ចង់តាន់ពេលវេលាអ្នកនរគ្នាពេលខ្លះគឺខ្ញុំ stuck នៅក្នុងរឿងដែលខ្ញុំត្រូវគិតខ្លាំងមែនតើសូម្បីតែពេលខ្លះខ្ញុំធ្វើវីដេអូឬក៏ខ្ញុំ voice over ទៅបងប្អូនទាំងគ្នាពីបញ្ហាដែលខ្ញុំធ្លាប់ឆ្លងកាត់ហ្នឹងក៏ខ្ញុំ stuck នៅក្នុងខួរក្បាលរបស់ខ្ញុំដែរអញ្ចឹងបើខ្ញុំមានអារម្មណ៍មួយថាពេលខ្លះមានអារម្មណ៍ថាហត់ដល់អ្នកទាំងអស់គ្នាហត់ដល់ថ្នាក់អត់ចង់ដឹងអត់ចង់លឺអត់ចង់និយាយអីទាំងអស់ក្រៅពីយល់ពីខ្លួនឯងហើយដល់ម៉ោងយើង like ចឹង